លោកតាលោកយាយព្រមលោកអ្នកស្ដាប់លោកមើលដូចជាថាប្រទេសចិនចុះប្រទេសចិនជាប្រទេសធំមួយចង់ទៅវាយប្រទេសតូចៗនៅជាប់ខាងវាអត់ពិបាកផងវាយយកបណ្ដោយមកមានអីពិបាកប៉ុន្តែគ្រាន់តែតាំងពីឆ្នាំ1945រហូតដល់ពេលបច្ចុប្បន្ននេះគឺពិភពលោកមានខ្នាតមានរង្វាស់មានផែនទីច្បាស់លាស់มันអាចប្រទេសណាមួយទៅវាយប្រហារទៅប្រើកម្លាំងយកដីប្រទេសណាមួយបានទេហើយដូចជានៅពេលបច្ចុប្បន្ននេះសៀមដែលឈ្លានពានចូលក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានេះតាមពិតយុទ្ធសាស្ត្ររបស់សៀមវាមិនមែនជាយុទ្ធសាស្ត្រយកដីមួយចំណិតនឹងទេគឺវាឈ្លានពានចូលក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានេះគោលដៅរបស់វាដើម្បីយកតលហីកនឹងយកភ័ស្តុតាងនឹងយកមកបំបែកបំបាក់សាមគ្គីភាពរបស់ខ្មែរនេះពីព្រោះធម្មតាទេបើកាលណាខ្មែរមានសាមគ្គីភាពដូចនៅពេលបច្ចុប្បន្ននេះគឺសៀមមិនអាចធ្វើអ្វីខ្មែរបានទេសូម្បីតែទឹកដីទាំងប៉ុន្មានដែលសៀមកំពុងតែឈរជើងនឹងក៏សៀមគ្មានភាពស្របច្បាប់ហើយមិនអាចឈរជើងនៅបានដែរមិនយូរមិនឆាប់គឺសៀមត្រូវតែដើរចេញពីទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដោយសារតែពិភពលោកមានច្បាប់ហើយប្រិមិត្តលោកអ្នកស្ដាប់លោកជឿទៅបើនិយាយពីរឿងថាច្បាប់ច្បាប់ឯណាទេគេយកអស់ហើយមិនមែនទេបាទត្រូវតែជឿជាក់ទៅលើច្បាប់ជាលក្ខណៈអន្តរជាតិវាគ្មានប្រទេសណាមួយទៅវាយយកដីប្រទេសណាមួយចឹងបានទេគ្រាន់តែសៀមនឹងវាដឹងទំនោរថាបើកាលណាខ្មែរនៅមានសាមគ្គីភាពជាមួយគ្នារឹងមាំដូចនៅពេលបច្ចុប្បន្ននេះគឺសៀមយកប្រៀបលើខ្មែរមិនបានសៀមកេងចំណេញពីខ្មែរមិនបានហើយខ្មែរមានកម្លាំងខ្លាំងជាប្រទេសដែលគម្រាមកំហែងដល់សៀមនាពេលអនាគតទៅទៀតក្នុងអំពើខុសច្បាប់របស់វាតណ្ដឹងហើយបានវាឈ្លានពានចូលក្នុងទឹកដីខ្មែរនឹងដើម្បីយករឿងនឹងយកមកបំបែកបំបាក់ខ្មែរហើយសៀមក៏វាដឹងដែរថាក្រមជ្រុលនិយមនៅក្រៅប្រទេសនោះកំពុងតែមានទំនោរបំបែកបំបាក់ខ្មែរស្រាប់អញ្ចឹងហើយសៀមវាសហការជាមួយក្រមជ្រុលនិយមនៅក្រៅប្រទេសដែលដឹកនាំដោយតាអ្នកទោសនៅបារាំងនឹងគឺវាសហការជាមួយក្រមជ្រុលនិយមនឹងឲ្យយករឿងសៀមឈ្លានពាននឹងយកមកញុះញង់បំបែកបំបាក់ខ្មែរនេះគោលបំណងរបស់សៀមគឺបែបនេះឯងហើយសួរតែទោះបីយ៉ាងម៉េចក៏គេយកដីឲ្យឃើញនឹងភ្នែកហើយបាទរឿងយុទ្ធសាស្ត្រតើធ្វើឲ្យឃើញអញ្ចឹងដែរបាទយុទ្ធសាស្ត្រតើធ្វើឲ្យឃើញអញ្ចឹងដែរដោយខ្ញុំកាលណាខ្ញុំបាននិយាយពីដើមមកមិញអញ្ចឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកទម្រាំតែដល់សម្រេចចិត្តធ្វើសង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រើល្បិចឆ្អែតដែរគោលដៅរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងបាទដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងសូម្បីតែធ្វើសង្គ្រាមនៅពេលបច្ចុប្បន្នហ្នឹងក៏សហរដ្ឋអាមេរិកមានបំណងមានគោលដៅផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ដែរប៉ុន្តែដោយសារតែសហរដ្ឋអាមេរិកបរាជ័យសហរដ្ឋអាមេរិកចាញ់សង្គ្រាមនៅអ៊ីរ៉ង់ដោយសារតែសហរដ្ឋអាមេរិកមិនបានសម្រេចគោលដៅទេអញ្ចឹងបានខ្ញុំបាននិយាយពីខាងដើមមកមិញអញ្ចឹងនិយាយថាសម័យទំនើបនេះគេមិននិយាយថាខាងណាខ្លាំងខាងណាខ្សោយខាងណាបំផ្លាញខាងណាមួយបានច្រើនជាងចាត់ទុកថាឈ្នះអត់ទេគេនិយាយពីគោលបំណងនៃការធ្វើសង្គ្រាមអាមេរិកមានគោលបំណងធ្វើសង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់នេះគឺអាមេរិកមានគោលបំណងផ្ដួលរំលំអ៊ីរ៉ង់ផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់
បើអាមេរិកមិនអាចផ្ដួលរំលំដឹករបបដឹកនាំអ៊ីរ៉ង់បានមានន័យថាអាមេរិកចាញ់សង្គ្រាមហើយគេមិននិយាយពីការបំផ្លិចបំផ្លាញទេគេនិយាយថាបើបំណងបានសម្រេចចាត់ទុកថាជោគជ័យបើបំណងមិនបានសម្រេចចាត់ទុកថាបរាជ័យមករឿងប៉ុណ្្នឹងឯងហើយដោយសៀមអញ្ចឹងដែរដោយសៀមដែលវាឈ្លានពានចូលក្នុងទឹកដីរបស់ប្រជាជាតិណាចក្រកម្ពុជានេះបើនិយាយប្រៀបធៀបប្រទេសនិងប្រទេសទឹកដីប៉ុណ្ណេះវាមិនប្រមាណទេប៉ុន្តែខ្ញុំកាលណាខ្ញុំបាននិយាយនឹងមិនមែនថាមិនប្រមាណឲ្យទៅគេមិនមែនអញ្ចឹងទេព្រោះពីមុខដឹកនាំនៃរាជរដ្ឋាភិបាលលោកបដិញ្ញាចិត្តហើយគឺទៀមទាភាពស្របច្បាប់យកមកគឺទៀមទាទឹកដីស្របច្បាប់របស់ប្រជាណាចក្រកម្ពុជាយកមកវិញឲ្យបានអត់មានឲ្យបាត់បង់មួយចំណិតណាទេប៉ុន្តែគ្រាន់តែត្រូវការពេលវេលាក្នុងការដោះស្រាយហើយសៀមគោលបំណងវាដែលវាឈ្លានពានចូលក្នុងទឹកដីនៃប្រជាណាចក្រកម្ពុជាគឺគោលបំណងរបស់វានឹងគឺដើម្បីបំបែកបំបាក់ខ្មែរតែប៉ុណ្្នឹងឯងពីព្រោះវាសៀមវាចំណេញដោយសារតែខ្មែរបែកបាក់នឹងច្រើនណាបាទវាចំណេញដោយសារតែខ្មែរបែកបាក់នឹងច្រើនណាព្រោះវាចិញ្ចឹមខ្មែរសៀមធ្លាប់ចិញ្ចឹមអញ្ចឹងបាទលំអាននៅពេលបច្ចុប្បន្ននឹងវាចង់ធ្វើដូចនៅអតីតកាលអញ្ចឹងព្រោះនៅអតីតកាលសៀមចិញ្ចឹមប៉ុលពតតាក្រោយពីថ្ងៃ7ខែមករាឆ្នាំ1979របបបល័យពូជសាសប៉ុលពតដួលរលំទៅប៉ុលពតរត់ទៅសៀមហ្នឹងហើយរត់ទៅជាយដែនជាប់ជាមួយសៀមហ្នឹងហើយសៀមហ្នឹងអ្នកចិញ្ចឹមប៉ុលពតហ្នឹងហើយបាទអ្នកចិញ្ចឹមប៉ុលពតហ្នឹងហើយអញ្ចឹងសៀមវាបានផលច្រើនណាស់ពេលដែលខ្មែរបែកបាក់គឺសៀមវាបានផលច្រើនណាស់